ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបប្រើប្រាស់ tool online ដើម្បី promote TikTok របស់យើងឲ្យមាន view ច្រើនជាងមុនដើម្បីអាចធ្វើចឹងបានជាដំបូងគឺគាត់តម្រូវអ្នកនរគ្នាមាន link របស់វីដេអូហ្នឹងហើយយើងយកទៅផាសជាមួយនឹង website របស់យើងគឺរួចជាការស្រេចអ្នកនរគ្នាដល់ឥឡូវនេះខ្ញុំសូមធ្វើការ copy link សិនអូខេឥឡូវអ្នកនរគ្នាខ្ញុំបានធ្វើការ copy link រួចរាល់ហើយឥឡូវនេះខ្ញុំសូមធ្វើការចូលទៅកាន់ website របស់យើងតែម្ដងដោយជាដំបូងគឺតម្រូវបងប្អូនអរគ្នាមាន web browser ណាមួយមកដែលនៅលើទូរស័ព្ទដៃរបស់បងប្អូនអរគ្នាដែលយើងអាចធ្វើការ open search ចូលទៅកាន់ website Dara SMM បានឥឡូវនេះខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ហើយបន្តមកទៀតយើង search website របស់យើងមកគឺជា website Dara SMM អ្នកនរគ្នាយើង search ថា darasmm.com អ្នកនរគ្នាអូខេអ្នកនរគ្នានេះគឺជា website Dara SMM នៅខាងលើគេហ្នឹងឥឡូវខ្ញុំសូមធ្វើការចូលទៅលើវាតែម្ដងអូខេអ្នកគ្នានេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ក៏ដូចជាដាក់លុយចូលរួចរាល់ហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ខ្ញុំធ្វើការដាក់ link នៅខាងក្រោម description ឲ្យពុកម៉ែបងប្អូនអ្នកគ្នាអាចចូលទៅទស្សនាពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ជាដើមឥឡូវមកខាត់ពេលវេលាយូរយើងចាប់ដើមធ្វើការ book ទាំងអស់គ្នាដូចជាដំបូងគឺយើងក៏លេខមកកាន់ dashboard របស់យើងមកយើងចុចលើ logo របស់ TikTok ដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ TikTok ទេហើយបន្តមកទៀតយើង scroll ដល់មកខាងក្រោមបន្តិចមកអ្នកនរគ្នាក៏លេខមើលកន្លែង category គឺជាប្រភេទរបស់វាអ្នកនរគ្នាដែលយើងចុចចូលលើនឹងមកតែបងប្អូនអរគ្នានៅឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង TikTok បងប្អូនអរគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនអរគ្នាមានតម្រូវការលើគឺបងប្អូនអរគ្នាអាចធ្វើការជ្រើសរើសប្រភេទមួយហ្នឹងបានប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀប boost view អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសTikTok view ហើយសម្រាប់ website Dara SMM របស់យើងការ boost view គឺវាមាន4ជម្រើសបងប្អូនអរគ្នាជ្រើសទី1គឺ TikTok view ធម្មតាហើយទី2គឺ TikTok view for SEO ទី3គឺ view non drop ហើយទី4គឺ view target ឥឡូវខ្ញុំសូមបញ្យល់ពីប្រភេទនីមួយៗអ្នកនរគ្នាទី1គឺ view TikTok ធម្មតាហើយទី2គឺ TikTok view for SEO TikTok view for SEO ហ្នឹងវាតាក់ទងទៅនឹងសេវាកម្មនៅពេលដែលយើង boost លើសេវាកម្មហ្នឹងវាធ្វើឲ្យវីដេអូរបស់យើង rank ខ្ពស់អញ្ចឹងអ្នកនរគ្នាដែលវាអាចនឹងបញ្ជូនទៅឲ្យអ្នកដទៃអាចមើលឃើញលឿនហើយទី2គឺ TikTok view non drop អ្នកនរគ្នាដឹងឬហើយគឺសេវាកម្មនេះនៅពេលដែលយើង boost គឺវាមិនធ្លាក់វិញទេអ្នកនរគ្នាចំនួន view ហើយទី4 TikTok view target ហ្នឹងវាតាក់ទងទៅនឹងប្រទេសអ្នកនរគ្នាដូចជាប្រទេសផ្សេងអ្នកនរគ្នាចង់ឲ្យប្រទេសណាចូលមើលវីដេអូរបស់យើងគឺយើងជ្រើសរើសអាសេវាកម្មខាងក្រោមទៅប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការ boost TikTok view for SEO អ្នកនរគ្នាហើយ CV គឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលយើងចុចចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានជាច្រើនសេវាកម្មបងប្អូនអរគ្នាជ្រើសរើសបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មមួយណាគឺបងប្អូនអរគ្នាធ្វើការជ្រើសលើសេវាកម្មមួយហ្នឹងទៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការជ្រើសរើសសេវាកម្មខាងលើគេតែម្ដងដែលមានលេខ ID ទី4424 TikTok view for SEO ខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចគឺជា view ប្រភេទដែលជួយឲ្យវីដេអូរបស់យើងគឺ trending ហើយនឹង search លឿនអញ្ចឹងអ្នកនរគ្នាដែលគេអាចរកឃើញលឿនហើយ retention របស់វាគឺរហូតដល់ 60% retention ហ្នឹងគឺវាតាក់ទងទៅនឹងអ្នកមើលវីដេអូរបស់យើងគឺយ៉ាងហោចណាស់គឺបានចំនួន 60% អ្នកនរគ្នាហើយ source trending ហ្នឹងគឺ view មិនមែនមកពី bot ទេអ្នកនរគ្នាហើយ source trending ហ្នឹងគឺវាបានមកពីប្រភពដែលគេកំពុងតែផ្ទុះអញ្ចឹងអ្នកនរគ្នាវីដេអូនេះគេកំពុងតែពេញនិយមគឺយើងធ្វើការ boost ទៅវានឹងធ្វើការឡើង view ឲ្យតែម្ដងកន្លែង super វីដេអូតូចជាង30ហ្នឹងគឺវាមានន័យថាវាសមស្របសម្រាប់វីដេអូខ្លីៗគឺក្រោម30វិនាទីអ្នកនរគ្នាហើយក្នុងមួយថ្ងៃគឺយើងអាចដាក់វាបានចំនួន10k ក្នុងមួយថ្ងៃហើយសេវាកម្មនេះនៅពេលដែលយើងចាប់ដើមបញ្ជាទិញគឺវាមិនរងចាំយូរទេវានឹងធ្វើការដំណើរការចូលទៅកាន់វីដេអូ TikTok របស់យើងភ្លាមតែម្ដងហើយរយៈពេលធានារបស់គេគឺរហូតដល់30ថ្ងៃអ្នកនរគ្នាហើយតម្លៃរបស់វា 1k គឺត្រឹមតែ 0.16 សេនទេឥឡូវខ្ញុំសូមធ្វើការជ្រើសសេវាកម្មនេះតែម្ដងហើយបន្តមកទៀតគឺជា link វីដេអូរបស់យើងឥឡូវខ្ញុំសូមធ្វើការផាស link នឹងចូលតែម្ដងអូខេឥឡូវខ្ញុំបានធ្វើការផាស link ចូលរួចរាល់ហើយបន្តមកទៀតកន្លែង quantity គឺជាចំនួនរបស់វាអ្នកនរគ្នាដែលយើងត្រូវធ្វើការទិញហ្នឹងដែលគេនិយាយថាពីចំនួនមីលីម៉ូមពីចំនួនដែលតូចបំផុតដល់ចំនួនដែលខ្ពស់បំផុតពីមីលីម៉ូមពីចំនួន100រហូតដល់1សែនចន្លោះហ្នឹងខ្ញុំសូមធ្វើការដាក់ចំនួនតែ
500ទេអ្នកនរគ្នាហើយ500ហ្នឹងគឺយើងអស់លុយត្រឹមតែ 0.08 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនបន្ទាប់ពីយើងបានធ្វើការបំពេញខាងលើរួចរាល់ហើយឥឡូវនេះខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីធ្វើការបញ្ជាទិញអូខេអ្នកនរគ្នាពេលនេះគឺខ្ញុំបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលធ្វើការបញ្ជាទិញជោគជ័យគឺវានឹងចេញទម្រង់បែបនេះនេះគឺជាបកាយប័ណ្ណដែលគេផ្ដល់ឲ្យយើងនៅពេលដែលយើងបានធ្វើការបញ្ជាទិញជោគជ័យដូចជា ID service អីចឹងទៅបងប្អូនអរគ្នាដែលយើងបានធ្វើការបញ្ជាទិញមិញហ្នឹងដែលយើងបានដាក់ order មិញហ្នឹងឥឡូវនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកនរគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានឬក៏អាចសួរខ្ញុំនៅក្នុង comment បានអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ